រឿងក៏ខ្មោចស្រែកពីក្រោមវត្តចាស់គឺនៅជាភូមិមួយក្នុងខេត្តបាត់ដំបងមានវត្តចាស់មួយដែលគ្មានព្រះសង្ឃគង់នៅអស់ជាច្រើនឆ្នាំប្រជាពលរដ្ឋនៅទីនោះហៅវាថាវត្តតាខ្មោចគេនិយាយថាពេលយប់ចិត្តអាធ្រាត្រអ្នកណាដើរឆ្លងកាត់វត្តនឹងងឺសំឡេងស្រែកមកពីក្រោមដីរាត្រីមួយដ៏មិនអាចបំភ្លេចតារានិងសុភីជាក្មេងដែលមិនជឿរឿងខ្មោចយប់មួយពួកគេចង់សាកល្បងភាពក្លាហានដើរឆ្លងកាត់វត្តចាស់នោះខ្យល់បក់បោកដើមឈើស្លឹកឈើស្រែកដូចសំឡេងមនុស្សយំសុភីចាប់ដៃតារាញ័របេះដូងស្រាប់តែរីសំឡេងជួយខ្ញុំផងសំឡេងស្ត្រីមួយស្រែកចេញពីក្រោមដីប្រែប្រួលស្រាលតែច្បាស់ណាស់អាចកំបាំងក្រោមវត្តពួកគេឃើញដីមុខព្រះវិហារត្រូវគេជីកចេញថ្មីតារាដាក់ភ្លើងទូរស័ព្ទចុះក្រោមនោះមានសពស្ត្រីម្នាក់ភ្នែកបើកធំមាត់ញឹមឈាមក៏ជាប់ដៃស្រាប់តែសពនោះកំរើកសុភីស្រែកខ្លាំងតារារត់តែជើងមិនចេញសំឡេងស្ត្រីនោះនិយាយថាអ្នកឃើញខ្ញុំអ្នកត្រូវនៅជាមួយខ្ញុំគឺចុងបញ្ចប់ដ៏គួរឲ្យខ្លាចថ្ងៃបន្ទាប់គេរកឃើញសុភាដេកស្លាប់ជិតវត្តភ្នែកបើកធំមាត់ញឹមដូចគ្នាតែតារាបាត់ខ្លួនមិនមាននរណាឃើញទៀតឡើយចាប់ពីថ្ងៃនោះទៅរាត្រីណាដែលខ្យល់បក់ខ្លាំងមនុស្សនៅភូមិនឹងឮសំឡេងពីវត្តចាស់